សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel និទានយប់ជ្រៅថ្ងៃនេះខ្ញុំមានរឿងមួយសម្រាប់និទានចែកជូនបងប្អូនកុមារនិងក្មេងៗសម្រាប់ធ្វើការស្ដាប់កម្សាន្តរឿងនេះមានចំណងជើងថារឿងសុភីនិងសត្វខ្មុំតោះកុំឲ្យចាំពេលយូរយើងទៅស្ដាប់ការនិទានទាំងអស់គ្នាជារៀងរាល់ថ្ងៃសុភីតែងតែក្រោកពីព្រលឹមហើយមុនពេលទៅសាលារៀននាងតែងតែស្រោចផ្កាដែលនៅខាងមុខផ្ទះរបស់នាងសុភីស្គាល់សត្វល្អិតតូចៗនៅក្នុងសួនរបស់នាងយ៉ាងច្បាស់សត្វនោះមានដូចជាសត្វអណ្ដើកមាសត្វឃ្មុំសត្វកន្លង់សត្វស្រមោចក្រហមដែលជួយបង្កើនសោភ័ណភាពដល់សួនផ្ការបស់សុភីឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀតនាព្រឹកថ្ងៃអាទិត្យមួយសុភីបានតាមដានសកម្មភាពសត្វឃ្មុំដែលជាសត្វល្អិតសុភីចាប់អារម្មណ៍និងស្រឡាញ់ជាងគេនៅក្នុងសួនរបស់នាងសុភីចាប់ផ្ដើមពិពណ៌នាអំពីសត្វឃ្មុំចូលចិត្តផ្កាម៉ូនូណវាកំពុងហើរតម្រង់មករកការជោគរត់ហើយជួនកាលវាតិចមនុស្សប៉ុន្តែវាមិនដែលតិចខ្ញុំទេអ្នកឃើញទេខ្លួនរបស់វាមានពើជាកង់ហើយមើលទៅស្រទន់កុំប៉ះវាព្រោះអាចតិចអ្នកបានពេលដែលវាភ័យខ្ញុំមិនរំខានវាទេដោយសារតែខ្ញុំគ្រាន់តែលបមើលវាយ៉ាងយកចិត្តទុកដាក់វាកំពុងដើរជុំវិញផ្កាហើយរុញក្បាលរបស់វាចូលទៅក្នុងផ្កាមួយត្របកសត្វឃ្មុំចូលចិត្តផ្កាណាស់ម៉ូនូណវាកំពុងតែក្រៀបលំអងផ្កាប្រហែលជាផ្អែមហើយមើលទៅវាជួយឲ្យសួនផ្កាមានពើចម្រុះហើយជួយបង្កើតសំឡេងងូនៅក្នុងសួនរបស់ខ្ញុំម៉ូនូណវាកំពុងហោះទៅរកផ្កាមួយទៀតហើយជើងរបស់វាបាននៅលំអងផ្កាទៅជាមួយផងអស្ចារ្យណាស់ដូច្នេះហើយវាយកលំអងផ្កានោះទៅដាក់លើផ្កានិងដើមឈើផ្សេងទៀតដែលមានផ្កាវាជាភ្នាក់ងារនៅលំអងផ្កាទេតើវាជួយឲ្យផ្កាសួនមានពណ៌ចម្រុះនិងរុក្ខជាតិមានផ្លែទៀតផងសុភីបាននិយាយបន្តអស្ចារ្យណាស់ឃ្មុំចូលចិត្តផ្កាចំណែកឯផ្កានិងដើមឈើផ្សេងក៏ស្រឡាញ់ឃ្មុំវិញដែរសត្វឃ្មុំនិងរុក្ខជាតិជាមិត្តភក្តិដែលមិនអាចខ្វះគ្នាបានក្នុងធម្មជាតិនេះនោះជាសម្បុកឃ្មុំហើយវាជាផ្ទះរបស់ឃ្មុំក្នុងសម្បុកវាមានស្ដេចឃ្មុំមួយដែលគ្រប់គ្រងឃ្មុំទាំងអស់នៅក្នុងសម្បុកស្ដេចឃ្មុំនោះពងកូនក្នុងរន្ធតូចនៅក្នុងសម្បុកនោះកូនឃ្មុំដែលបានញាស់ទៅរស់នៅក្នុងសម្បុកហើយចិញ្ចឹមជីវិតរបស់វាដោយលំអងផ្កាដែលប្រមូលពីសួនរបស់ខ្ញុំរួចក៏ផលិតជាទឹកឃ្មុំអស្ចារ្យណាស់ទឹកឃ្មុំមានរសជាតិផ្អែមផលិតចេញពីទឹកឃ្មុំតោះភ្លក់វាទាំងអស់គ្នាផ្អែមហេតុនេះហើយបានជាខ្ញុំស្រឡាញ់សត្វឃ្មុំសុភីបានផ្ដាំថាចូលកុំសម្លាប់សត្វឃ្មុំព្រោះសត្វឃ្មុំគឺជាភ្នាក់ងារបង្កើតធម្មជាតិសម្រាប់មនុស្សដូច្នេះចូលដាំផ្កានិងដើមឈើឲ្យបានច្រើននៅតាមផ្ទះនិងសាលារៀនរបស់អ្នកដើម្បីផ្ដល់ជាចំណីដល់ឃ្មុំបាទគឺយើងសូមបញ្ចប់សាច់រឿងតែប៉ុណ្ណឹងបាទអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់កម្សាន្តនៅរឿងនិទានសុភីនិងសត្វឃ្មុំបាទនៅពេលនេះគឺមកដល់ទីបញ្ចប់ហើយកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗនៅពេលក្រោយសូមអរគុណ